ពាក្យថាគ្រួសារនិយមន័យរបស់វាគឺមានន័យថាយើងត្រូវរួមរស់នៅជាមួយគ្នាអស់មួយជីវិតទោះបីពេលខ្លះយើងជាប្តីប្រពន្ធតែតែមានការប៉ះទង្គិចគ្នាដែលជារឿងមួយដែលជាមិនផុតប៉ុន្តែសំខាន់គឺយើងចេះដោះស្រាយនិងយើងចេះដកថយម្នាក់មួយចំនួនដើម្បីឲ្យស្ថានភាពរៀងត្រជាក់បន្តិចសិនពេលខ្លះប្រពន្ធរបស់យើងគាត់មានចិត្តស្រាលគាត់ឆេវឆាវគាត់មិនដែលចង់ចាញ់គាត់មានគុណចិត្តមួយគឺចង់ឈ្នះយើងជានិច្ចដូច្នេះយើងដែលជាប្តីគឺយើងត្រូវតែដឹងចំណុចហ្នឹងគឺយើងត្រូវតែមានចិត្តធ្ងន់ជាងគាត់យើងត្រូវតែចាញ់គាត់នៅក្នុងអំឡុងពេលហ្នឹងយើងអាចឈ្នះគាត់បានហើយពីព្រោះអីនៅពេលដែលយើងចង់ឈ្នះគាត់ក៏ចង់ឈ្នះរឿងមួយដែលយើងមិននឹកស្មានដល់ការប្រឆាំងគឺកាន់តែខ្លាំងជីវិតប្តីប្រពន្ធប្រៀបដូចជាឆ្មានៅកណ្ដោងអញ្ចឹងឆ្លោះគ្នាក៏ពិតមែនប៉ុន្តែនៅពេលដែលបាក់ទូអង្គណាម្នាក់សួរថារឿងនឹងល្អមើលគឺមិនល្អមើលទៀតទេអ្នកទស្សនាក៏គេអត់តាមដានយ៉ាងដែរមានថាពីរហ្នឹងគឺត្រូវតែនៅជាមួយគ្នាជានិច្ចនៅពេលដែលយើងចិត្តធ្ងន់យើងស្គាល់ចរិតលក្ខណៈរបស់ប្រពន្ធរបស់យើងគឺយើងនឹងអាចរួមរស់នៅជាមួយគ្នានឹងមានសុភមង្គលអស់មួយជីវិត